ជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាភាសាគឺជានិស្សិតដែលបានបញ្ចប់ការសិក្សាវគ្គ UI Design នៅចំណុំតិចនៅក្នុងជំនាន់ទី1អញ្ចឹងថ្ងៃនេះខ្ញុំសូមមកធ្វើការបកស្រាយអំពី project មួយដែលលោកគ្រូបានដាក់ឲ្យធ្វើគឺ project មួយនេះដែរខ្ញុំធ្វើតាក់ទងជាមួយនឹង student record អញ្ចឹង project មួយនេះគឺមានដូចជាការយកនៅវត្តមានការមើលនៅកម្មវិធីក៏ដូចជាមើលនៅ GPA និងលទ្ធផលផ្សេងៗរបស់សិស្សនិស្សិតនៅតាមមុខវិជ្ជាក៏ដូចជានៅតាមឆមាសដែលខ្លួនបានរៀនចប់អញ្ចឹងសិស្សនិស្សិតគាត់អាចធ្វើការមើលតាមរយៈ app មួយនឹងបានហើយជាពិសេសហ្នឹងគឺយើងមានការរៀបចំផ្ញើព័ត៌មានក៏ដូចជាលទ្ធផលហ្នឹងទៅកាន់ឪពុកម្ដាយឬក៏អាណាព្យាបាលរបស់សិស្សានុសិស្សផងដែរអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការ demo វីដេអូនៃ project student record ទាំងអស់គ្នាពេលដែលយើងបានចូលមកកាន់ app របស់យើងនឹងឃើញ logo ហើយបន្ទាប់មកវានឹង load ពាក្យថា welcome to NIM student record អញ្ចឹងកន្លែងនេះវាមានមុខងារពីរទី1គឺ sign up សម្រាប់អ្នកដែលអត់ទាន់បានបង្កើត account រួចរាល់ហើយទី2គឺ log in អញ្ចឹងនៅពេលដែលសិស្សានុសិស្សឬមួយក៏លោកគ្រូអ្នកគ្រូគាត់មាន app នឹងរួចរាល់ហើយគាត់អាចធ្វើការ log in បានអញ្ចឹងបើសិនជាកន្លែងទៅមើលប៊ូតុង sign up វិញនៅពេលដែលយើងចុចទៅលើពាក្យ sign up វានឹងដាក់ថាឲ្យយើងរើសជា student ឬមួយក៏ជា teacher អញ្ចឹងបានន័យថា sign up យើងអាចរើសបានពីរទូនាទីទី1គឺសិស្សទី2គឺគ្រូអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចទៅលើសិស្សនៅពេលដែលយើងចុចទៅលើសិស្សគេនឹងឲ្យយើងបង្កើតនៅ account មួយដែលតម្រូវឲ្យយើងបញ្ចូលនៅឈ្មោះ email password ហើយនិង ID របស់យើងអញ្ចឹងនៅពេលដែលយើងបំពេញរួចរាល់ហើយយើងអាចចុចទៅលើពាក្យ sign up បានឬមួយក៏មួយទៀតយើងអាច sign up តាមរយៈ Google ក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចទៅលើពាក្យ sign up ដូច្នេះហើយវានឹងចូលទៅកាន់ home screen របស់ app របស់យើងតែម្ដងដែលនៅខាងលើនេះគេមានដាក់ថា hello ឈ្មោះរបស់យើងឈ្មោះរបស់ user ហើយនៅខាងក្រោមនេះគឺជាព័ត៌មានផ្សេងៗដែល app បានធ្វើការ update ជាប្រចាំឧទាហរណ៍ថានៅថ្ងៃនេះយើងមានថ្នាក់មួយគឺថ្នាក់គណិតវិទ្យាយើងត្រូវសិក្សានៅម៉ោង 10 កន្លះអញ្ចឹងវានឹង show នៅលើ home screen របស់យើងទី2គឺទាក់ទងជាមួយនឹងកម្មវិធីសំខាន់ៗនៅក្នុងសប្តាហ៍នីមួយៗឬមួយក៏នៅក្នុងខែឧទាហរណ៍ថានៅពេលខាងមុខនេះនឹងមានពិធីបុណ្យភ្ជុំបិណ្ឌកាត់ឡើងភ្ជុំបិណ្ឌអញ្ចឹងទៅអញ្ចឹងpage មួយនេះក៏បាន show នៅព័ត៌មានមួយនេះផងដែរដើម្បីត្រៀមខ្លួនឲ្យសិស្សដឹងថានៅក្នុងឱកាសហ្នឹងគាត់ត្រូវរៀនឬមួយក៏អត់រៀនអញ្ចឹងទៅហើយបើសិនជាយើងចូលទៅមើលកន្លែង 3 នេះវិញគឺយើងអាច check នៅរូបភាពដាក់រូបភាពក្របបង្ហាញជាឈ្មោះ ID email ហើយនិង notification ផ្សេងៗអញ្ចឹងយើងអាចធ្វើការបិទបើក notification របស់យើងបានចំណែកឯនៅខាងក្រោមនេះគឺ app របស់យើងមានចំនួន4 icon ដែលចូលទៅកាន់ icon ទី2នេះគឺតាក់ទងជាមួយនឹង schedule របស់សិស្សានុសិស្សដែលគាត់ត្រូវរៀនអញ្ចឹងវាមាន2ទៀតគឺទី1គឺ schedule ទី2គឺ attendance អញ្ចឹងកន្លែងនេះយើងអាចមើល schedule ដែលយើងត្រូវរៀននៅថ្ងៃនីមួយៗក៏បានឬក៏យើងចូលមកកាន់ attendance ដើម្បីមើល attendance ដែលយើងបានមករៀនជាប្រចាំថ្ងៃក៏បានឧទាហរណ៍ថាក្នុងខែកញ្ញាពួកយើងបានមករៀនប្រហែលដងឈប់ប្រហែលដងអញ្ចឹងវានឹង show បែបនេះដែលលក្ខណៈនៃសញ្ញាចុចពណ៌បៃតងនេះគឺតំណាងឲ្យ present ពណ៌ក្រហមគឺ absent and ពណ៌លឿងនេះគឺបង្ហាញថាយើងមកយឺតហើយកន្លែងនេះគឺមាន red ដែលយើងបានមករៀនជាប្រចាំថ្ងៃអញ្ចឹងទៅហើយបើសិនជាយើងចូលទៅកាន់ប៊ូតុងមួយទៀតគឺតាក់ទងជាមួយនឹង academic អញ្ចឹងកន្លែង academic នេះយើងអាច check grade ឬមួយក៏ record ក៏បានដែរចំពោះ grade វានឹងបង្ហាញនៅពិន្ទុ GPA credit ហើយនិង score ប្រចាំឆមាសនីមួយៗរបស់យើងក៏ដូចជាមុខវិជ្ជាដែលយើងបានប្រឡងចប់ថាយើងបាននិទ្ទេសអីបាន GPA សរុបប្រមាណអញ្ចឹងទៅប្រចាំ semester នីមួយៗបើសិនជាយើង select ទៅលើ record អញ្ចឹងកន្លែង record នេះយើងនឹងបង្ហាញប្រាប់អំពីមុខវិជ្ជានីមួយៗថាយើងបាននិទ្ទេសអីគេអញ្ចឹងកន្លែងនេះយើងអាច check មើលបានចុងក្រោយគឺ setting អញ្ចឹងកន្លែង setting នេះយើងអាចធ្វើការ update នៅព័ត៌មានផ្សេងៗក៏ដូចជាឈ្មោះ ID ជាដើមអញ្ចឹងទៅហើយខាងក្រោមនេះគឺ privacy យើងអាចធ្វើការកំណត់បាន profile visibility យើងអាចកំណត់ឲ្យ everyone ជាអ្នកមើលក៏បានឬមួយក៏ select ទៅលើ only me ដើម្បីឃើញតែម្នាក់ឯងក៏បានដែរ online status ហើយនិង data sharing ដូចគ្នាដែរយើងអាចបិទបើកបានតាមចិត្តអញ្ចឹងឧទាហរណ៍ថាខ្ញុំ log out វិញមកអញ្ចឹងនៅពេលដែលយើង log out វានឹងចេញមកកាន់ទំព័រដំបូងរបស់យើងវិញអញ្ចឹងចប់ការ sign up ហើយខ្ញុំសូមធ្វើការបកស្រាយទាក់ទងជាមួយនឹងការ log in វិញម្ដងអញ្ចឹងការ log in ទី1គឺទាមទារ email ទី2គឺទាមទារ password អញ្ចឹងបើសិនជាយើងចាំ password ហើយនិង email យើងបញ្ចូលហើយយើងអាចចុច continue ទៅវានឹងចូលទៅកាន់ home screen តែម្ដងប៉ុន្តែផ្ទុយទៅវិញប្រសិនបើយើងអត់ចាំ email ឬក៏យើងភ្លេច password អញ្ចឹងទៅយើងអាចចុចទៅលើពាក្យ forgot password អញ្ចឹងនៅពេលដែលយើង select ទៅយើងនឹងត្រូវបញ្ចូល email អញ្ចឹងនៅពេលដែលយើងបញ្ចូល email រួចរាល់ហើយយើងចុចទៅលើពាក្យ reset password អូខេអញ្ចឹងនៅពេលដែលយើងចុចហើយវានឹងមានកូដ4ខ្ទង់ផ្ញើទៅកាន់ email របស់យើងអញ្ចឹងយើងអាច check មើល email ហើយបញ្ចូលលេខកូដទាំង4ខ្ទង់នៅក្នុងប្រអប់បន្ទាប់មកចុចលើពាក្យ verify code អញ្ចឹងនៅពេលដែលយើងចុចលើពាក្យ verify code វានឹងទាមទារឲ្យយើង set up នៅ password ថ្មីបន្ថែមទៀតអញ្ចឹងយើងអាចធ្វើការបញ្ចូលមកយើងដាក់បានក៏បានដែរហើយចុចទៅលើពាក្យ update password ជាការស្រេច
អូខេអញ្ចឹងជោគជ័យហើយវានឹង show នៅ home screen របស់យើងប្រសិនបើយើងចង់ធ្វើការ sign up ជា teacher អញ្ចឹងខ្ញុំសូមតាក់ទងជាមួយនឹង teacher បន្តិច teacher គឺអត់មានអីខុសប្លែកពី student ទេក្នុងការ create account វាខុសគ្នាត្រង់តែ ID តែប៉ុណ្ណោះអញ្ចឹងបើសិនជាកន្លែងទៅមើល home screen របស់ app teacher វិញគឺមាន show នៅឈ្មោះដូចគ្នាកន្លែង 3 នេះគឺអាចធ្វើការ update នៅព័ត៌មាន ID email ដូចគ្នាដែរប៉ុន្តែខុសគ្នាត្រង់កន្លែងនេះគឺ teacher គាត់អាច view នៅកម្មវិធីដែលគាត់បានត្រូវបង្រៀននៅថ្ងៃនេះបានឧទាហរណ៍ថាថ្ងៃនេះគាត់មានថ្នាក់3ដែលត្រូវបង្រៀនអញ្ចឹងគាត់អាចចុចទៅលើ view schedule ទៅដើម្បីមើលថាថ្ងៃហ្នឹងគាត់ត្រូវបរៀនមុខវិជ្ជាអីគេខ្លះបរៀននៅថ្នាក់ណានៅបន្ទប់ណានៅម៉ោងណាអញ្ចឹងទៅអូខេអញ្ចឹងកន្លែងនេះគាត់អាចចុចទៅលើពាក្យ day ក៏បានដែរដើម្បីមើលអំពីថ្ងៃនីមួយៗឧទាហរណ៍ថាម្សិលមិញគាត់បានបង្រៀននៅថ្នាក់ណាខ្លះមុខវិជ្ជាអីគេហើយថ្ងៃស្អែកគាត់នឹងត្រូវបង្រៀនអីគេនៅថ្នាក់ណាអញ្ចឹងទៅទី2គឺតាក់ទងជាមួយនឹង attendance អញ្ចឹង attendance នេះគឺវានៅក្នុង academic ដែរអញ្ចឹងវាមាន grade ហើយនិង attendance អញ្ចឹងបើសិនជាយើងចុចទៅលើ grade កន្លែងនេះគឺយើងអាច upload នៅ grade របស់សិស្សានុសិស្សឧទាហរណ៍ថាឆ្នាំទី1មុខវិជ្ជា Cisco សិស្សានុសិស្សនៅក្នុងថ្នាក់ទីឆ្នាំទី1ចំនួនទី3327ទទួលបានបន្ទុកបានអញ្ចឹងគាត់អាចធ្វើការ upload grade របស់សិស្សទាំងអស់នៅក្នុងនេះបានចំពោះ attendance ដូចគ្នាដែរគឺគាត់អាចធ្វើការមើលនៅ attendance របស់សិស្សនីមួយៗថានៅក្នុងថ្នាក់មួយហ្នឹងមានសិស្សប្រមាណអ្នកដែលមករៀនមានឈប់ប្រមាណអ្នកឬមួយក៏ late ប៉ុន្មានអ្នកអញ្ចឹងទៅចំណុចទី3នេះគឺតាក់ទងជាមួយនឹងការ report អញ្ចឹងកន្លែង report នេះបើសិនបើយើងចុចទៅលើពាក្យ report គាត់អាចធ្វើការបញ្ជូនព័ត៌មានហ្នឹងឲ្យទៅកាន់ឪពុកម្ដាយរបស់សិស្សានុសិស្សបានហើយកន្លែងនេះគឺគាត់ត្រូវ upload នៅកម្មវិធីដែលគាត់ត្រូវបង្រៀនជាប្រចាំថ្ងៃអញ្ចឹងគាត់អាច upload ចូលកន្លែងនេះបានជាចុងក្រោយគឺកន្លែង setting អញ្ចឹងកន្លែង setting គឺដូចទៅនឹងរបស់ student ដែរអូខេអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូហើយនិងអ្នករាល់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ